សម្រាប់បងប្អូនយើងដែលរស់នៅស្រុកស្រែចម្ការឲ្យតែដល់រដូវវស្សាមេឃភ្លៀងធំកាលណាក៏ត្រៀមបញ្ចូលថ្មពិលឲ្យបានពេញអ្នកអត់ពិលក៏រត់រះទៅផ្សារទិញពិលនឹងគេកុំឲ្យយូរកាលព្រោះថាយប់នេះគឺចេញប្រតិបត្តិការដើរចាប់កង្កែបតាមវាលស្រែហើយដើមរដូវវស្សាបែបនេះគឺស្រួលចាប់ណាស់បងប្អូនដោយសារតែស្រូវគេមិនទាន់ព្រោះហើយស្មៅក៏វាមិនទាន់ដុះដែលធ្វើឲ្យកំបាំងភ្នែកពិបាកមើលនោះទេបងប្អូនភាគច្រើនគាត់ចេញរកពេលក្បាលព្រលប់ម៉ោង7 8អីទៅតែសម្រាប់អ្នកដែលដឹងតិចនិចគឺពួកគាត់ចេញរកម៉ោង12ម៉ោង1ទៅបងប្អូនសាកទាយមើលថាហេតុអ្វីបានជាគាត់ចេញរកយប់ជប់បែបហ្នឹងបាទមូលហេតុនោះគឺថាម៉ោងស្មើនឹងគឺកង្កែបវាចេញពាក់គ្នាដោយញីដោយឈ្មោលហើយអាចចាប់ម្ដងបាន2តែម្ដងហើយងាយស្រួលចាប់មែនទែនព្រោះវាអត់ផ្អើលទេនិយាយរឿងចាប់កង្កែបកុំឲ្យផ្អើលបងប្អូនមិនបាច់ទៅរកសំឡេងដែលវាស្រែកអុកនោះទេព្រោះថាអាពួកស្រែកហ្នឹងគឺភាគច្រើនវានៅក្បែរទឹកដក់ធំបើយើងទៅដល់គឺវាលោតចូលទឹកគ្មានឲ្យយើងចាប់បានទេហើយពេលឆ្លងកង្កែបគឺយើងគួរតែឈួលពិលឲ្យឆ្ងាយប្រហែល50ទៅ60ម៉ែត្រអីឡើងទៅកុំឈួលគៀកខ្លួនព្រោះថាធ្វើបែបហ្នឹងគឺពេលពលឺពិលយើងបាញ់ទៅឆ្ងាយវាប៉ះភ្នែកកង្កែបនោះវានឹងចាំងមករកយើងវិញមិនខានឡើយហើយយើងអាចនឹងដឹងថាទីនោះមានកង្កែបហើយបើបងប្អូនឈួលទៅឃើញភ្នែកវាចាំងមកហើយបងប្អូនកុំរេពិលចេញពីភ្នែកវាសោះបើមិនអញ្ចឹងទេវាអាចក្រាបចុះក្រោមឬក៏ឬក៏លោតចេញពីទីតាំងដើមដែលនាំឲ្យយើងមើលលែងដឹងថាវានៅទីណាហើយនេះជាវិធីសាស្ត្រងាយដែលខ្ញុំតែងតែប្រើសម្រាប់រកកង្កែបពេលខែភ្លៀងបែបនេះបងប្អូនដែលមិនធ្លាប់រកអាចធ្វើតាមបានហើយបើបានផលខ្ញុំសូមកង្កែបញ៉ាំមួយផង